มทมบ่มพอดประจำตระกูล Zilot ពីជំរើសដែលមានរូបរាងដូចគ្នាមួយធំតែមួយទៀតមានទំហំតូចជាងហើយ microphone មកជាមួយមកគូដូចគ្នាហើយដែលជាងនេះមាន microphone មកគូភ្ជាប់មកជាមួយស្រាប់ហើយមានតម្លៃធូរទេតែជាង$200ទេហើយ speaker មាន2គ្រាប់ពីជំរើសដែលមានរូបរាងដូចគ្នាមួយធំតែមួយទៀតមានទំហំតូចជាងហើយ microphone មកជាមួយមកគូដូចគ្នាអាធំនេះមានឈ្មោះថា Zilot ZE21 វាមានទំហំធំបំផុតប្រចាំតកូល Zilot សំឡេងវាស្រែកបានកម្លាំងដល់ទៅ250វ៉ាត់ថ្មទំហំធំដល់ទៅ48000 mAh វាមាន passive សាប់ខ្យល់ធំដែលរលាស់ល្អចាក់សំឡេងតិចតិចក៏លឺបុកបាក់ពីរោះដែរចំណែកអាតូចនេះមានឈ្មោះថា Zilot ZE01M បញ្ចេញសំឡេងបានកម្លាំង120វ៉ាត់អញ្ចឹងសំឡេងវាលឺប្រហែលជាពាក់កណ្ដាលនៃអាធំនេះហើយថ្មមានទំហំធំបាក់ទាំងពីរមានភ្លើង RGB ពីក្រោម2ឆ្នូតនិងភ្លើងនៅលើ subwoofer ទាំងសងខាងដែលវាស្អាតខ្ញុំគិតថាវាស្អាតពេលយើងចាក់ចម្រៀងវាលាន់ញ័រទាំងកន្លែងភ្លើងនឹងដែរ speaker វាមានដៃយួរស្រួលកាន់លើកមានប៊ូតុងបញ្ជាច្រើនគួរសមហើយក្នុងប្រអប់ក៏មានខ្សែស្ពាយសម្រាប់យកតាមខ្លួនមានខ្សែអុកសម្រាប់ដោតចាក់សំឡេងតាមខ្សែនិងមាន USB Type C ករណីត្រូវសាកថ្មទូរស័ព្ទអាចសាកបានពីបាសនេះតែម្ដងហើយចំពោះ run input និង output គឺនៅខាងក្រោយយើងអាចចាក់ចម្រៀងតាមខ្សែតាម Bluetooth ពីទូរស័ព្ទទៅគ្រាន់តែពិសេសត្រង់ថា microphone មកគូរបស់គេឬសំឡេងបានធ្ងន់ល្អមាន echo ល្អជាងទៅពីរោះខ្ញុំក៏មិនសូវជាបានជួបច្រើនដែរ speaker ដែលមាន microphone មកជាមួយនឹងភាគច្រើនសំឡេងវាស្រោបមិនសូវខ្លាំងធ្វើឲ្យពេលច្រៀងយើងប្រឹងស្រែកច្រៀងខ្លាំងប្រឹងស្រែកច្រៀងហើយមិនសូវជាពីរោះទៀតនេះគឺជា microphone គុណភាពដែលមិនត្រឹមតែមានរូបរាងស្អាតមិនត្រឹមតែស្រោបសំឡេងឮល្អវាក៏អាចសាកថ្មចូលបានដែរអញ្ចឹងវាពិតជាងាយស្រួលច្រៀងអស់ថ្មយើងសាកមួយផ្លែតទៅយើងច្រៀងបានទៀតចំពោះ Zilot គឺជាក្រុមហ៊ុនផលិត speaker ដែលមានរោងចក្រធំនៅប្រទេសចិនដែលផលិតនិងចែកចាយទៅប្រទេសច្រើនមែនទែនហើយផ្ដាច់មុខលក់នៅប្រទេសកម្ពុជាដោយគុណខ្មែរ 100% ចំពោះតម្លៃបាសទាំងពីរហ្នឹងខ្ញុំដាក់នៅខាងលើពេលទិញបាសយើងបាន microphone មួយគូមួយឈុតហើយ free ដុំសាជើងទ្របាសនិង free សេវាដឹកផងដែរបងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងទិញតាម page High Quality Shop ដែលខ្ញុំនឹង tag នៅខាងលើ